សួស្តីរឿងរ៉ាវរបស់ខ្ញុំបានកើតឡើងនៅពេលដែលខ្ញុំបានទៅមើលហាងជាមួយមិត្តភ័ក្តិជិតស្និទ្ធម្នាក់ខ្ញុំមិននឹកស្មានថានៅយប់នោះនឹងមានព្រឹត្តិការណ៍អរូបីកើតឡើងចំពោះពួកយើងរហូតដល់យើងស្ទើរតែមិនអាចចេញពីវាបានហើយស្ទើរតែបាត់បង់ជីវិតសូមអនុញ្ញាតឲ្យខ្ញុំចាប់ផ្ដើមរឿងរបស់ខ្ញុំត្រូវរៀបរាប់វាឡើងវិញកាលពីច្រើនឆ្នាំមុនកាលខ្ញុំមានអាយុ21-22ឆ្នាំនៅពេលនោះមានថ្ងៃមួយមិត្តភ័ក្តិរបស់ខ្ញុំម្នាក់បានទូរស័ព្ទមកខ្ញុំហើយសុំឲ្យខ្ញុំទៅរកគាត់និយាយថាចាប់តាំងពីគាត់ផ្លាស់ចេញមកគាត់មិនបានជួបយើងយូរមកហើយឥឡូវនេះគាត់ត្រូវបានគេកប់នៅក្រោមដីច្រើនដងហើយដូច្នេះគាត់ចង់អញ្ជើញយើងចេញទៅផឹកស៊ីហើយគាត់ក៏បាននិយាយផងដែរថាគាត់នឹងអញ្ជើញបូគីមឬមិត្តភ័ក្តិជិតស្និទ្ធរបស់យើងផងដែរនៅពេលនោះខ្ញុំសប្បាយចិត្តដូច្នេះខ្ញុំបានអញ្ជើញមិត្តភ័ក្តិជាច្រើនប៉ុន្តែវាបានប្រែក្លាយថាមិត្តភ័ក្តិរបស់ខ្ញុំទាំងអស់កំពុងធ្វើការនៅពេលនោះដូច្នេះគ្មាននរណាម្នាក់ទំនេរទេនៅទីបំផុតវាបានបង្ហាញថាមានតែខ្ញុំនិងបូប៉ុណ្ណោះដែលនៅសល់ដូច្នេះខ្ញុំបានទូរស័ព្ទទៅគាត់ហើយគាត់បាននិយាយថាមិនអីទេយើងទាំង3នាក់អាចស្វឹងបានហើយយើងនឹងបានញ៉ាំអាហារតាមដែលយើងចង់បានដោយមិនខ្ជះខ្ជាយលុយរបស់គាត់ពេលវេលាបានកន្លងផុតទៅរហូតដល់ល្ងាចថ្ងៃសុក្រដោយដែលខ្ញុំបានណាត់ជួបជាមួយគាត់ខ្ញុំបានជិះម៉ូតូរបស់ខ្ញុំទៅជាមួយបូដែលមានចម្ងាយប្រហែល30 គីឡូម៉ែត្រហើយពេលខ្ញុំទៅដល់ទីនោះខ្ញុំបានដឹងថានៅពេលនោះគាត់បានបើកហាងលក់ទូរស័ព្ទមួយដែលមានទីតាំងនៅអគារផានិចគ្រូ51នៅម្ខាងផ្លូវក្នុងសហគមន៍ផ្នែកខាងមុខហាងគឺជាទ្វារកញ្ចក់មិនតូចពេកមិនធំពេកទេដូចជាហាងលក់ទំនិញចំហៀងឬហាងលក់ទំនិញតាមផ្សារដែលអាចរកបានគ្រប់ទីកន្លែងអូខ្ញុំចំណែកណាស់ខ្ញុំបានផ្លាស់ចេញមករយៈខ្ញុំមានហាងផ្ទាល់ខ្លួនឥឡូវនេះអញ្ចឹងខ្ញុំហត់ហើយខ្ញុំត្រូវធ្វើការយ៉ាងលំបាកមកតចូលទៅខាងក្នុងតផឹកស្រាយប់នោះបន្ទាប់ពីខ្ញុំចូលទៅមួយមិត្តភ័ក្តិរបស់ខ្ញុំយើងបានអង្គុយផឹកស្រាបងប្រុសរបស់គាត់បានបង់ថ្លៃពេញលេងស្គរនៅក្នុងហាងលេងស្គរឲ្យចប់នៅថ្ងៃនោះហើយពេលវេលាកន្លងផុតទៅវាបានបង្ហាញថាមានថ្ងៃមួយទៀតដែលបងប្រុសរបស់គាត់បានទូរស័ព្ទមកខ្ញុំប៉ុន្តែលើកនេះបងប្រុសរបស់គាត់មិនបានអញ្ជើញខ្ញុំទៅផឹកទេប៉ុន្តែគាត់មានរឿងចង់សួរបងប្រុសរបស់គាត់បានសួរថាតើខ្ញុំទំនេរទេគាត់ចង់ឲ្យខ្ញុំមើលហាងមួយរយៈព្រោះកូនប្រុសរបស់បងប្រុសគាត់ឈឺគាត់នឹងឲ្យខ្ញុំ300 បាតក្នុងមួយថ្ងៃចំពោះតម្លៃទំនិញដែលអាចលក់បានប្រមាណសូមឲ្យខ្ញុំយកប្រាក់ចំណេញទាំងអស់កុំគ្រាន់តែខូចកុំព្យូទ័រហើយគាត់គ្រាន់តែសុំដើមទុនប៉ុណ្ណោះដែលនេះអាចជួយខ្ញុំបានទេខ្ញុំមិនចង់បិទហាងទេខ្ញុំគ្រាន់តែចង់ជួយខ្ញុំមិនខ្វល់ពីលុយកាក់ឬមាសច្រើនទេរហូតដល់ព្រឹកបន្ទាប់ខ្ញុំបានទៅជាមួយបូនៅពេលព្រឹកយកសោពីក្រោមទូនៅមុខផ្ទះហើយបើកហាងឲ្យគាត់ដូចធម្មតាគាត់បានសរសេរតម្លៃទាំងអស់ដូច្នេះអ្វីៗគឺងាយស្រួលណាស់ចំពោះការជួសជុលវិញខ្ញុំបានទទួលតំណែងហើយបានកត់ចំណាំវាទុកសម្រាប់ប្អូនប្រុសរបស់ខ្ញុំឲ្យត្រឡប់មកជួសជុលវាម្ដងទៀតថ្ងៃនោះកន្លងផុតទៅពេលវេលាបានកន្លងផុតទៅដល់ពេលល្ងាចតែដោយតែខ្ញុំបាននិយាយអញ្ចឹងផ្ទះរបស់ខ្ញុំនិងហាងលក់ទូរស័ព្ទរបស់គាត់មានចម្ងាយប្រហែល30 គីឡូម៉ែត្រពីគ្នាដូច្នេះប្អូនប្រុសរបស់គាត់បាននិយាយថាគាត់អាចគេងនៅហាងបានដូច្នេះគាត់មិនចាំបាច់ធ្វើដំណើរទៅមកទេដូច្នេះពួកគេបានដេកនៅទីនោះនៅយប់នោះហើយស្ដាប់ចុះបន្ទាប់ពីយើងបិទហាងរួចខ្ញុំនឹងបូសម្លឹងមើលមុខគ្នាហើយយើងគិតដូចគ្នាព្រោះកន្លែងនោះស្ងាត់ណាស់តោះយើងញ៉ាំតិចទៅយើងឃ្លានណាស់ហើយពេលយើងគិតថាយើងញ៉ាំបន្តិចយើងក៏ចេញទៅទិញបូនិយាយថាមានហាងមួយនៅទីនោះគាត់ស្គាល់ផ្លូវគាត់នឹងនាំខ្ញុំទៅហាងក្បែរនោះដូច្នេះខ្ញុំក៏យកឡានទៅជាមួយគាត់ទិញវារួចក៏ត្រឡប់មកវិញញ៉ាំអាហារអង្គុយនិយាយគ្នាយើងបានលេងសូមជួយខ្ញុំផងពេលខ្ញុំឮដូច្នោះខ្ញុំមានការភ្ញាក់ផ្អើលដូច្នេះខ្ញុំបានសួរថាវាជាអ្វីដែលគាត់គ្រាន់តែងក់ក្បាលបដូរទៅនិយាយថាជួយផងដូចជាគាត់មិនដឹងខ្លួនដូចជាគាត់ភ័យខ្លាចខ្លាំងណាស់ហើយបញ្ញាប់ដូចជាខ្ញុំមិនដឹងថាត្រូវធ្វើអ្វីដូច្នេះខ្ញុំបានទាញទ្វារបង្អួចចូលហើយបើកទ្វារខាងមុខដើម្បីលើកទ្វារដែកឡើងដើម្បីមើលថាមានអ្វីកើតឡើងប៉ុន្តែនៅពេលនោះបូបានឡើងទៅងូតទឹកនៅជាន់លើមួយសន្ទុះដូច្នេះខ្ញុំក៏ព្យាយាមលើកវាយឺតដោយខ្លួនឯងប៉ុន្តែដោយសារតែខ្ញុំមិនស៊ាំនឹងវាទ្វារនោះធ្ងន់ណាស់ប៉ុន្តែខ្ញុំព្យាយាមលើកវាហើយពេលខ្ញុំលើកវាប្រហែលមួយជំហានខ្ញុំឃើញថាស្បែកជើងនោះជាស្បែកជើងបរោះស្បែកខ្មៅមិនមែនស្បែកជើងធម្មតាទេប៉ុន្តែវាខ្វក់ដូចជាគាត់កំពុងរត់គេចពីអ្វីមួយពេលខ្ញុំឃើញដូច្នោះខ្ញុំបានសួរគាត់ជាមុនសិនថាមានរឿងអ្វីកើតឡើងតើវាកើតឡើងដោយរបៀបណាតើអ្នករកឃើញអ្វីសូមប្រាប់ខ្ញុំជាមុនសិនខ្ញុំត្រូវតែដឹងមុនពេលខ្ញុំឲ្យគាត់ចូលប៉ុន្តែស្ដាប់វាបានបង្ហាញថាពេលខ្ញុំលើកទ្វារឡើងប្រហែល2ជំហានខ្ញុំមានការភ្ញាក់ផ្អើលវាជាបរោះនោះគាត់បានអោនមុខទៅនឹងឥដ្ឋឈរក្បាលនៅខាងក្នុងរហូតដល់គាត់ឃើញនៅជុំវិញមុខរបស់គាត់មានឈាមហូរចេញពីមាត់និងច្រមុះមានតែរបួសនៅលើមុខរបស់គាត់ប្រហែលជារងរបួសហើយពេលគាត់បង្ហាញខ្លួនបែបនោះខ្ញុំបានប្រាប់គាត់ឲ្យស្ងប់ចិត្តទ្វារធ្ងន់ខ្ញុំមិនអាចលើកវាដោយខ្លួនឯងបានទេប៉ុន្តែអ្វីដែលគាត់បានធ្វើគាត់ប្រហែលជាភ័យខ្លាចខ្លាំងណាស់ដូច្នេះគាត់បែរមកឲ្យបិទទ្វារភ្លាមខ្ញុំភ្ញាក់ផ្អើលហើយពេលគាត់ចូលមកខ្ញុំមិនអាចធ្វើអ្វីបានទេលើកលែងតែបិទទ្វារហើយចាក់សេវាតាមរបៀបដដែលទៅលាងមុខក្នុងបន្ទប់ទឹកជាមុនសិនហើយបន្ទាប់មកចេញមកនិយាយគ្នាតើយើងអាចគូររូបម្ដងទៀតដោយរបៀបណាប៉ុន្តែពេលខ្ញុំប្រាប់គាត់មិនបានទៅទេគាត់គ្រាន់តែអង្គុយស្ងៀមលើកៅអីដូច្នេះខ្ញុំបានផ្ញើភួយមួយឲ្យគាត់ជូតឈាមរបស់គាត់ហើយពេលគាត់ចូលមកខ្ញុំបានប្រាប់គាត់ឲ្យស្ងប់ចិត្តប៉ុន្តែពេលគាត់ចូលមកខ្ញុំបានផ្ញើភួយឲ្យគាត់ជូតឈាមហើយពេលគាត់ចូលមកខ្ញុំបានផ្ញើភួយឲ្យគាត់ជូតឈាមហើយពេលគាត់ចូលមកខ្ញុំបានផ្ញើភួយឲ្យគាត់ជូតឈាមហើយពេលគាត់ចូលមកខ្ញុំបានផ្ញើភួយឲ្យគាត់ជូតឈាមហើយពេលគាត់ចូលមកខ្ញុំបានផ្ញើភួយឲ្យគាត់ជូតឈាមហើយពេលគាត់ចូលមកខ្ញុំបានផ្ញើភួយឲ្យគាត់ជូតឈាមហើយសួរថាតើគាត់យ៉ាងម៉េចដែរតើអ្នកនឹងរាយការណ៍ទៅប៉ូលីសទេគាត់មិនបានឆ្លើយទេស្ត្រីនៅផ្នែកខាងលើអាចឮដូច្នេះនាងបានចុះមកហើយសួរថាខ្ញុំបាននិយាយជាមួយអ្នកណាមានរឿងអ្វីកើតឡើងគាត់ក៏ដើរចុះទៅជាន់ក្រោមពេលគាត់ឃើញថាមានមនុស្សផ្សេងទៀតអង្គុយក្នុងហាងហើយមានតែឈាមប្រឡាក់មុខគាត់ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្លឹងមើលមកខ្ញុំដោយភ្នែកសង្ស័យមាត់ញ័រដូចជាកំពុងសួរថានេះជាអ្នកណាខ្ញុំមិនដឹងទេខ្ញុំចង់សួរដែរតែគាត់មិនបានឆ្លើយបន្ទាប់មកពេលដែលបូដើរមកជិតគាត់ក៏ឈប់ភ្លាមហើយដើរទៅខាងក្រោយហាងស្ងាត់
ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេមួយសន្ទុះគាត់និយាយថាគាត់ឃ្លានខ្ញុំមិនអីទេនៅសល់អង្ករមួយថង់ដូច្នេះខ្ញុំក៏ដាក់វាលើចានឲ្យគាត់ញ៉ាំជាមួយថ្ពាល់គាត់បានញ៉ាំវាហើយប៉ុន្តែពេលគាត់ញ៉ាំវាខ្ញុំចាប់ផ្ដើមកត់សម្គាល់ឃើញថាគាត់មើលជុំវិញដូចជាគាត់ចង់ដឹងចង់ឃើញហើយមិនដឹងថាខ្ញុំទើបតែកត់សម្គាល់ឬវាពិតជាដូច្នោះមែនខ្ញុំចាប់ផ្ដើមធុំក្លិនវាប៉ុន្តែវាមិនមែនជាក្លិនញើសឬក្លិនឆេះនោះទេប៉ុន្តែជាក្លិនដែលហាក់ដូចជាក្លិនស្អុយដូចជាក្លិនលាមករកត្រីរហូតដល់មួយសន្ទុះកន្លងផុតទៅពេលគាត់ញ៉ាំរួចគាត់ចាប់ផ្ដើមនិយាយហើយគាត់ប្រាប់ខ្ញុំថាគាត់ឈឺចាប់ឥឡូវនេះវាឈឺចាប់ខ្លាំងណាស់ដូច្នេះខ្ញុំបានសួរថាអ្នកណាជាអ្នកធ្វើបាបគាត់ហើយប្រសិនបើខ្ញុំគួរហៅប៉ូលីសខ្ញុំនឹងហៅអ្នកប៉ុន្តែវាបានប្រែថាគាត់មិនបានឆ្លើយហើយគាត់បានធ្វើសម្លេងខ្លាំងៗដូចជាគាត់ខឹងក្នុងបំពង់ករបស់គាត់ហើយបានសម្លឹងមើលទៅក្នុងហាងខ្ញុំមានការងឿងឆ្ងល់ថាតើគាត់ឈួតនឹងអ្វីហើយខ្ញុំគិតក្នុងចិត្តថាខ្ញុំមិនប្រកាសទេដូច្នេះខ្ញុំបានអនុញ្ញាតឲ្យគាត់ចូលមកក្នុងហាងហើយស្ដាប់ចុះបន្ទាប់ពីនោះខ្ញុំបានឮថាគាត់បានធ្វើរឿងមិនគួរឲ្យជឿមួយដែលគាត់ស្រាប់តែក្រោកឈរឡើងដោយមានការងឿងឆ្ងល់ហើយនៅក្នុងហាងនោះវាជាផ្លូវតូចចង្អៀតមួយពលគឺគាត់បានដើរត្រង់ទៅទីនោះហើយគាត់បានដួលទៅលើរួចក៏អង្គុយដេកពេលអ្វីដែលបានកើតឡើងនៅពេលនោះខ្ញុំមិនអាចយល់ថាមានរឿងអ្វីកើតឡើងនោះទេដូច្នេះខ្ញុំបានប្រាប់បូឲ្យហៅប៉ូលីសខ្ញុំមិនបានហៅគាត់ទេប៉ុន្តែខ្ញុំបានហៅគាត់ឲ្យចាប់គាត់ហើយបន្ទាប់មកខ្ញុំបានប្រាប់បូម្ដងទៀតឲ្យជួយខ្ញុំអូសគាត់ចេញពីហាងមុនពេលគាត់បង្កបញ្ហាប៉ុន្តែបន្ទាប់ពីខ្ញុំនិយាយចប់ពេលខ្ញុំងាកមកបូក៏នៅស្ងៀមខ្ញុំឃើញគាត់ឈរស្ងៀមមុខគាត់ដូចមាន់ស្ងោបូជាមនុស្សគួរឲ្យខ្លាចដូច្នេះខ្ញុំព្យាយាមហៅគាត់រហូតដល់គាត់ដឹងខ្លួនហើយពេលបូត្រឡប់មកវិញភ្លាមខ្ញុំក៏ចូលទៅអូសគាត់ចេញមនុស្សនោះបានក្រោកឡើងគាត់មិនបានក្រោកឡើងដូចខ្មោចក្នុងរឿងទេប៉ុន្តែគាត់បានក្រោកឡើងដូចមនុស្សធម្មតាហើយពេលគាត់ក្រោកឡើងគាត់បានសួរពួកយើងថាខ្ញុំស្លាប់ហើយអ្នកទាំងអស់គ្នាមិនសោកសៅទេឬហើយបន្ទាប់ពីនោះពេលគាត់ក្រោកឈរឡើងគាត់បានរត់តាមទ្វារកញ្ចក់ហើយទ្វារដែកដែលបិទជិតក៏បានបាត់ទៅខាងក្រៅខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំមិនដឹងថាវាកើតឡើងដោយរបៀបណាទេខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ខ្ញុំមិនដឹងថាវាកើតឡើងយ៉ាងណាទេបន្ទាប់មកខ្ញុំបានទូរស័ព្ទទៅប្អូនប្រុសខ្ញុំហើយប្អូនប្រុសរបស់គាត់ក៏ភ្ញាក់ផ្អើលដែរគាត់និយាយថាគាត់រស់នៅទីនេះអស់មួយឆ្នាំហើយប៉ុន្តែគាត់មិនដែលឃើញវាទេយប់នោះខ្ញុំគេងមិនលក់រហូតដល់ព្រឹកបន្ទាប់យើងបានបើកទ្វារនៅម៉ោង9ខ្ញុំគិតថាមេឃភ្លឺច្បាស់ណាស់ហើយពេលខ្ញុំបើកទ្វារខ្ញុំឃើញថាមានឡានមួយបើកកាត់ហើយមើលទៅដូចជាមានអ្នកភូមិដើរតាមពីក្រោយវាគេគិតថាវាប្រហែលយប់មិញហើយវាពិតជាដូចនោះមែនមានអ្នកភូមិនិយាយថាមាននរណាម្នាក់បានរកឃើញសាកសពបរិសម្នាក់ហើយពេលខ្ញុំងាកមកបូបានចាប់ដៃគាត់មិនចាំបាច់និយាយអ្វីដើម្បីខ្ជះខ្ជាយពេលវេលាទេគាត់និយាយថាទេកុំសួរខ្ញុំអីខ្ញុំមិនទៅជួបអ្នកទេពេលយប់ជ្រៅបូបានសុំឲ្យខ្ញុំត្រឡប់ទៅវិញប៉ុន្តែខ្ញុំបាននិយាយថាខ្ញុំមិនអាចត្រឡប់ទៅវិញបានទេខ្ញុំត្រូវមើលហាងសម្រាប់បងប្រុសរបស់ខ្ញុំប៉ុន្តែបូមិនអាចទ្រាំបានទៀតទេដូច្នេះខ្ញុំព្យាយាមបង្វល់គាត់ឲ្យនៅជាមួយខ្ញុំមួយថ្ងៃទៀតព្រោះយប់មិញគាត់បានសន្យាថាថ្ងៃស្អែកគាត់នឹងត្រឡប់មកមើលហាងដោយខ្លួនឯងវិញដូច្នេះនៅថ្ងៃនោះខ្ញុំបានស្នាក់នៅចិត្តខ្ញុំរំភើបពេញកន្លែងខ្លះលក់ខុសខ្លះលក់ត្រូវរហូតដល់ម៉ោងប្រហែល 6:30 ព្រឹកមានសម្លេងខ្លាំងមួយបូបានបិទហាងហើយប៉ុណ្ណឹងហើយគាត់បានបិទទ្វារដែកហាងគាត់លែងចង់បានអ្វីទៀតហើយដូច្នេះខ្ញុំមិនអីទេខ្ញុំបានបិទសោទ្វារយ៉ាងលឿនដើម្បីចេញពីឡានប៉ុន្តែយប់នោះពេលខ្ញុំចេញពីឡានមានបូនៅពីក្រោយខ្ញុំហើយវាបានបង្ហាញថាខណៈពេលដែលខ្ញុំហៀបនឹងចាក់ចេញពីផ្លូវតូចចង្អៀតខ្ញុំបានឃើញថាមាននរណាម្នាក់ឈរនៅពីមុខខ្ញុំហើយដោយសារតែផ្លូវតូចចង្អៀតខ្ញុំត្រូវឈប់ហើយពេលខ្ញុំឈប់ភ្លាមអ្វីដែលខ្ញុំឃើញគឺមនុស្សដែលនៅពីមុខខ្ញុំគាត់ជាមនុស្សនោះគាត់តែអ្នកដែលចូលមកក្នុងហាងកាលពីយប់មិញដែលមកញ៉ាំអាហារមកស្លាប់ឲ្យយើងមើលហើយរត់កាត់ហាងហើយអ្វីដែលគាត់បានធ្វើគឺគាត់និយាយថាពេលខ្ញុំស្លាប់អ្នកមិនខ្វល់ទេហើយអ្នកមិនទៅមើលវាទេមែនទេពេលគាត់រកឃើញសាកសពខ្ញុំគិតថាចាំបន្តិចសិនហេតុអ្វីបានជាអ្នកធ្វើប្រហែលសម្លេះអ្នកជានរណាខ្ញុំខ្លាចអ្នកអាក្រក់ហើយខ្ញុំនឹងទៅជួបអ្នកខ្ញុំមិនស្គាល់អ្នកទេប៉ុន្តែខ្ញុំមិនបាននិយាយអ្វីទេព្រោះគាត់នឹងខឹងម្ដងទៀតហើយខ្ញុំបានបត់ឡានខ្ញុំចង់បត់ទៅផ្លូវម្ខាងទៀតប៉ុន្តែពេលខ្ញុំបន្តបើកបររោងចក្រត្រូវបានបិទព្រោះផ្លូវម្ខាងទៀតជាផ្លូវទាល់ដូច្នេះខ្ញុំក៏បានបត់ត្រឡប់ទៅហាងវិញដើម្បីរកកន្លែងលាក់ខ្លួនរហូតដល់ខ្ញុំនឹងបូចូលទៅយើងបានជួយចាក់សោទ្វារយ៉ាងល្អប៉ុន្តែគ្រាន់តែថាពេលយើងចូលមកបានមួយសន្ទុះមានសម្លេងទុះខ្លាំងវាជាសម្លេងទុះខ្លាំងខាងច្រើនដងដូចជាគាត់ខឹងខ្លាំងហើយស្ដាប់ទៅពេលនោះខ្ញុំបានឃើញអ្វីមួយដែលមិនគួរឲ្យជឿខ្ញុំបានឃើញបូគាត់ដើរចូលមកយឺតហើយលុតជង្គង់នៅមុខទ្វារមុនពេលលុតជង្គង់ចុះហើយគាត់យំក្នុងរយៈពេលប្រមាណវិនាទីបន្ទាប់បូបាននិយាយថាគាត់សុំទោសគាត់ខុសគាត់មិនគួរធ្វើបែបនោះទេខ្ញុំមានការងឿងឆ្ងល់ហើយដើរតាមគាត់ដោយសម្លេងផ្ទុះខ្លាំងច្រើនដងមុនពេលអ្វីស្ងាត់ឈឹងខ្ញុំមិនដឹងថាវាជាអ្វីទេហើយខ្ញុំគួរធ្វើអ្វីបន្ទាប់ហើយនៅពេលនោះពេលបូងាក់មកខ្ញុំបានឃើញមុខរបស់គាត់មានឈាមហូរចេញពីមាត់និងច្រមុះរបស់គាត់វាដូចជាមនុស្សនោះប៉ុន្តែមុខរបស់គាត់នៅតែជាមុខរបស់បូខ្ញុំសុំទោសខ្ញុំពិតជាសុំទោសណាស់ខ្ញុំបានសម្លាប់គាត់ហើយខ្ញុំបានទុកគាត់នៅក្នុងទ្រុងភ្លាមនៅពេលដែលបូនិយាយចប់ហើយខ្ញុំបានដឹងថាបូជាអ្នកសម្លាប់មនុស្សនោះខ្ញុំមិនដឹងថាបូកំពុងនិយាយការពិតឬគាត់ត្រូវបានខ្មោចចូលទេប៉ុន្តែនៅពេលដែលគាត់ព្យាយាមសុំទោសខ្ញុំម្ដងហើយម្ដងទៀតខ្ញុំមានអារម្មណ៍ថាគាត់និយាយការពិតដូច្នេះខ្ញុំរត់ឡើងទៅបន្ទប់ហើយចាក់សោទ្វារហើយចាក់សោខ្លួនឯងនៅក្នុងបន្ទប់បែបនោះនៅយប់នោះខ្ញុំឮសំឡេងរបស់បូគាត់យំពេញមួយយប់រហូតដល់ព្រឹកឡើងពេលខ្ញុំភ្ញាក់ពីដំណេកខ្ញុំបើកទ្វារហើយពេលខ្ញុំបើកទ្វារខ្ញុំឃើញថាម្ចាស់ផ្ទះនៅទីនេះហើយខ្ញុំកំពុងនិយាយជាមួយបូមុខរបស់គាត់បានត្រឡប់មកធម្មតាវិញគ្មានឈាមហូរចេញពីមាត់និងច្រមុះរបស់គាត់ទេដូចជាគ្មានអ្វីកាត់បន្ទាប់ពីនោះខ្ញុំបានសុំត្រឡប់ទៅវិញហើយបូបានប្រាប់ខ្ញុំឲ្យត្រឡប់ទៅវិញហើយពេលខ្ញុំទៅជូនគាត់ទៅផ្ទះគាត់និយាយថាគាត់ចង់និយាយជាមួយខ្ញុំបើគាត់មានអ្វីចង់ប្រាប់ខ្ញុំដូច្នេះខ្ញុំស្ដាប់គាត់ហើយគាត់បានប្រាប់ខ្ញុំថា
ប្រហែលមួយសប្តាហ៍មុនគាត់ជាអ្នកសម្លាប់មនុស្សនោះមូលហេតុគឺមកពីពេលមុនពេលខ្ញុំអញ្ជើញគាត់លើកដំបូងពេលនោះពេលគាត់ចេញទៅទិញស្រាគាត់បានជួបនារីម្នាក់ដូច្នេះគាត់បានសុំលេខទូរស័ព្ទរបស់នាងដើម្បីនិយាយហើយពេលគាត់និយាយជាមួយនាងគាត់ទើបតែដឹងថានារីនោះមានមិត្តប្រុសនៅពេលនោះគាត់បានសុំទោសនាងប៉ុន្តែដោយសារតែអ្វីគាត់បានធ្វើរួចហើយបរិសុទ្ធនោះមិនទទួលយកទេដូច្នេះគាត់បានត្រឡប់មកវិញដើម្បីដោះស្រាយរឿងต่างៗហើយពេលគាត់ដោះស្រាយរឿងต่างៗរួចបូបានប្រាប់គាត់ថាគាត់បានដាល់គាត់តែម្ដងគត់ហើយបរិសុទ្ធនោះបានដួលលើក្បាលហើយដោយសារតែមាន2នាក់គាត់បានរុញគាត់ចូលទៅក្នុងឡានរួមជាមួយម៉ូតូខ្ញុំមិនដឹងថាអាចដាល់ម្ដងរួចចាញ់ឬអត់ទេហើយបន្ទាប់ពីនោះបូបានរត់ចេញហើយគាត់បានសារភាពថាគាត់សុកចិត្តមើលហាងជាមួយខ្ញុំហើយគាត់ចង់ពិនិត្យមើលព័ត៌មានដើម្បីមើលថាតើមាននរណាម្នាក់ត្រូវបានគេរកឃើញថាស្លាប់ឬអត់ប៉ុន្តែពេលគាត់ធ្វើវាគាត់បានឃើញមនុស្សនោះអង្គុយជាមួយខ្ញុំនៅក្នុងហាងគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំមិនបាននិយាយអ្វីទេខ្ញុំគ្រាន់តែស្ដាប់គាត់រហូតដល់ពួកគេបែកគ្នាបូបានប្រាប់ខ្ញុំថាគាត់សុកចិត្តទទួលយកអ្វីៗគ្រប់យ៉ាងគាត់អាចរាយការណ៍ទៅប៉ូលីសគាត់សុកចិត្តទទួលយកអ្វីៗគ្រប់យ៉ាងដែលគាត់បានប៉ុន្តែសប្តាហ៍ថ្ងៃនេះខ្ញុំមិនដែលរាយការណ៍ទេខ្ញុំរស់នៅជីវិតស្ងប់ស្ងាត់ទុកឲ្យភាពស្ងៀមស្ងាត់បាត់ទៅរហូតមកដល់ពេលនេះបូនៅរស់គាត់បានបើកហាងសាប៊ូមួយនៅខេត្តមួយហើយខ្ញុំទទួលស្គាល់ថាចាប់តាំងពីថ្ងៃនោះមកខ្ញុំមិនសូវបានឃើញគាត់ទេខ្ញុំមិនបានឃើញទេគាត់ដូចគ្នាខ្ញុំមិនអាចធ្វើអ្វីបានទេហើយពេលខ្ញុំគិតត្រឡប់ទៅថ្ងៃនោះវិញថ្ងៃដែលយើងបានជួបគាត់ហើយបូបានអោនក្បាលអធិស្ឋានខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំឃើញតែឈាមនៅលើមុខរបស់គាត់ឬមួយក៏អាចទៅរួចទេដែលថ្ងៃណាមួយពេលគាត់ចាស់ទៅគាត់នឹងត្រឡប់មកវិញដើម្បីយកគាត់ពេលគាត់ចេញទៅទិញស្រាគាត់បានជួបនារីម្នាក់ដូច្នេះគាត់បានសុំលេខទូរស័ព្ទរបស់នាងដើម្បីនិយាយគ្នាហើយពេលគាត់និយាយជាមួយនាងគាត់ទើបតែដឹងថានារីនោះមានមិត្តប្រុសនៅពេលនោះគាត់បានសុំទោសនាងប៉ុន្តែដោយសារតែអ្វីដែលគាត់បានធ្វើបរិសុទ្ធនោះមិនទទួលយកទេដូច្នេះគាត់ក៏ត្រឡប់មកវិញដើម្បីដោះស្រាយរឿងต่างៗហើយពេលគាត់ដោះស្រាយរឿងต่างៗបូបានប្រាប់គាត់ថាគាត់បានដាល់គាត់តែម្ដងគត់ហើយបរិសុទ្ធនោះបានដួលលើក្បាលហើយដោយសារតែមាន2នាក់គាត់បានរុញគាត់ចូលទៅក្នុងឡានរួមជាមួយម៉ូតូខ្ញុំមិនដឹងថាអាចដាល់ម្ដងរួចចាញ់ឬអត់ទេហើយបន្ទាប់ពីនោះបូបានរត់ចេញហើយគាត់បានសារភាពថាគាត់សុកចិត្តមើលហាងជាមួយខ្ញុំហើយគាត់ចង់ពិនិត្យមើលព័ត៌មានដើម្បីមើលថាតើមាននរណាម្នាក់ត្រូវបានគេរកឃើញថាស្លាប់ឬអត់ប៉ុន្តែពេលគាត់ធ្វើវាគាត់បានឃើញមនុស្សនោះអង្គុយជាមួយខ្ញុំនៅក្នុងហាងគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំមិនបាននិយាយអ្វីទេខ្ញុំគាត់តែស្ដាប់គាត់រហូតដល់ពួកគេបែកគ្នាបូបានប្រាប់ខ្ញុំថាគាត់សុកចិត្តទទួលយកអ្វីៗគ្រប់យ៉ាងគាត់អាចរាយការណ៍ទៅប៉ូលីសគាត់សុកចិត្តទទួលយកអ្វីៗគ្រប់យ៉ាងដែលគាត់បានធ្វើប៉ុន្តែថ្ងៃនេះខ្ញុំមិនដែលរាយការណ៍ទេខ្ញុំរស់នៅជីវិតស្ងប់ស្ងាត់ទុកឲ្យភាពស្ងៀមស្ងាត់បាត់ទៅរហូតមកដល់ពេលនេះបូនៅរស់គាត់បានបើកហាងសាប៊ូមួយនៅខេត្តមួយហើយខ្ញុំទទួលស្គាល់ថាចាប់តាំងពីថ្ងៃនោះមកខ្ញុំមិនសូវបានឃើញគាត់ទេខ្ញុំមិនបានឃើញគាត់ដូចមុនទេខ្ញុំមិនអាចធ្វើអ្វីបានទេហើយពេលខ្ញុំគិតត្រឡប់ទៅថ្ងៃនោះវិញថ្ងៃដែលយើងបានជួបគាត់ហើយបូអោនក្បាលអធិស្ឋានខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំឃើញតែឈាមនៅលើមុខរបស់គាត់ឬមួយក៏អាចទៅរួចតែថ្ងៃណាមួយពេលគាត់ចាស់ទៅគាត់នឹងត្រឡប់មកយកគាត់វិញពេលគាត់ចេញទៅទិញស្រាគាត់បានជួបនារីម្នាក់ដូច្នេះគាត់បានសុំលេខទូរស័ព្ទរបស់នាងដើម្បីនិយាយគ្នាហើយពេលគាត់និយាយជាមួយនាងគាត់ទើបតែដឹងថានារីនោះមានមិត្តប្រុសនៅពេលនោះគាត់បានសុំទោសនាងប៉ុន្តែដោយសារតែអ្វីដែលគាត់បានធ្វើបរិសុទ្ធនោះមិនទទួលយកទេដូច្នេះគាត់ក៏ត្រឡប់មកវិញដើម្បីដោះស្រាយរឿងต่างៗហើយពេលគាត់ដោះស្រាយរឿងต่างៗបូបានប្រាប់គាត់ថាគាត់បានដាល់គាត់តែម្ដងគត់ហើយបរិសុទ្ធនោះបានដួលលើក្បាលហើយដោយសារតែមាន2នាក់គាត់បានរុញគាត់ចូលទៅក្នុងឡានរួមជាមួយម៉ូតូខ្ញុំមិនដឹងថាអាចដាល់ម្ដងរួចចាញ់ឬអត់ទេហើយបន្ទាប់ពីនោះបូបានរត់ចេញហើយគាត់បានសារភាពថាគាត់សុកចិត្តមើលហាងជាមួយខ្ញុំហើយគាត់ចង់ពិនិត្យមើលព័ត៌មានដើម្បីមើលថាតើមាននរណាម្នាក់ត្រូវបានគេរកឃើញថាស្លាប់ឬអត់ប៉ុន្តែពេលគាត់ធ្វើវាគាត់បានឃើញមនុស្សនោះអង្គុយជាមួយខ្ញុំនៅក្នុងហាងគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំមិនបាននិយាយអ្វីទេខ្ញុំគ្រាន់តែស្ដាប់គាត់រហូតដល់ពួកគេបែកគ្នាបូបានប្រាប់ខ្ញុំថាគាត់សុកចិត្តទទួលយកអ្វីៗគ្រប់យ៉ាងគាត់អាចរាយការណ៍ទៅប៉ូលីសគាត់សុកចិត្តទទួលយកអ្វីៗគ្រប់យ៉ាងដែលគាត់បានធ្វើប៉ុន្តែថ្ងៃនេះខ្ញុំមិនដែលរាយការណ៍ទេខ្ញុំរស់នៅជីវិតស្ងប់ស្ងាត់